ដែលមានផ្ទៃពោះតែងតែឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមានអាការៈប្រែប្រួលមិនធម្មតាបែបនេះបែបនោះទី1តកតងជាមួយនឹងការចុកឆ្អល់របស់ស្ត្រីគឺដោយសារតែការរុញច្រានសង្កត់ទៅលើកាពះរបស់ស្ត្រីដែលធ្វើឲ្យស្ត្រីមានបញ្ហាឆ្អល់ទី2តកតងជាមួយនឹងការនោមញឹកជាក់ស្ដែងណាស្ត្រីមានផ្ទៃពោះគឺនោមញឹកញាប់ជាងស្ត្រីទូទៅធម្មតាទី3តកតងជាមួយនឹងការឈឺចង្កេះនៅពេលដែលពោះយើងកាន់តែធំការទាញចំកោងធ្វើឲ្យឆ្អឹងកងរបស់ស្ត្រីមានការប្រែប្រួលបូករួមជាមួយនឹងការសង្កត់នៃកូនទៅលើតំបន់ចង្កេះរបស់ស្ត្រីធ្វើឲ្យស្ត្រីងាយប្រឈមមុខជាមួយនឹងបញ្ហាឈឺចង្កេះទី4តកតងជាមួយនឹងការថប់ពិបាកដកដង្ហើមអានេះក៏ជាផ្នែកមួយដែរដោយសារតែកូនកាន់តែធំគឺវាសង្កត់ទៅលើសួតរបស់ស្ត្រីធ្វើឲ្យស្ត្រីពិបាកដកដង្ហើមហើយទី5នោះតកតងជាមួយនឹងការឈឺផ្នែកខាងស្ដាំបើស្ត្រីឧស្សាហ៍គេងទៅផ្នែកខាងស្ដាំអាចសង្កត់ទៅលើថ្លើមធ្វើឲ្យស្ត្រីងាយប្រឈមមុខជាមួយនឹងការឈឺផ្នែកខាងស្ដាំនិងចុងក្រោយតកតងជាមួយនឹងដែលស្ត្រីឧស្សាហ៍ជួបញឹកញាប់ជាងគេគឺការឈឺនៅលើថ្ងាសឬតំបន់ផ្នែកខាងក្រោមអញ្ចឹងបើអ្នកម៉ាក់កំពុងមានអាការៈប្រែប្រួលបែបនេះក៏មានការព្រួយបារម្ភបើអាការៈនោះកាន់តែធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យឲ្យបានលឿនបំផុត